ព្រឹកមួយលើកធម្មតាតែដូចជាមានអ្វីមួយមិនធម្មតាក្នុងហ្វាមនេះអង្គុយទស្សនាការកណ្ដាលទំនេរមកហើយពូតបាត់អ្នកស៊ើបអង្កេតមានការសង្ស័យភ្លាមនរណាដែលលួចគាត់ចាប់ផ្ដើមសាបការដំបូងអ្នកសង្ស័យទី1ទាអស់កម្លាំងជានិច្ចទាបាំងអ្វីទេឬគ្រាន់តែគេងទាបានឲ្យសញ្ញាគាត់គ្រាន់តែស្ងប់ស្ងាត់ផតតាងស្នាមជើងទូចស្នាមជើងនាំទៅកាន់ទីកន្លែងមិនសូវគិតដល់មេឃួមើលទៅប្លែកខូមិនគួរមានអំពើអាក្រក់ទេឬអាចជាមានគាត់សុទ្ធតែញញឹមមិនតន់ជឿទេខូកំពុងអានកាសែតដូចមិនមានអ្វីកើតឡើងខូបាននិយាយថាវាមើលឃើញអ្វីមួយមើលកណ្ដុលលួចពួតបែយប់ញាក់លួចពិតប្រកបឈ្មោះកណ្ដុលគាត់កំពុងរត់កុំឲ្យរត់រួចអ្នកស៊ើបអង្កេតដេញតាមយ៉ាងរហ័សកណ្ដុលបាត់មើលក៏មិនឃើញអូហូគាត់មិនបោះបង់កណ្ដុលនៅក្បែរនេះចាប់បានហើយកណ្ដុលត្រូវបានចាប់កណ្ដុលទទួលស្គាល់ខុសត្រឡប់ពួតវិញគាត់ទាំងអស់បានឲ្យអភ័យចិត្តល្អជាងឆ្ងាយអ្នកស៊ើបអង្កេតឈោជាអតីតវីរបុរសការអបអរសាទរចាប់ផ្ដើមគ្រប់កូរីក្រេសន្តិភាពវិលត្រឡប់ចុងក្រោយអ្នកស៊ើបអង្កេតបានពួតវិញករណីបើកហើយបិទជាមួយភាពរីករាយ